លំនឹងមិនទាន់បងប្អូនបាទថ្ងៃនេះមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានបង្ខំថៃឲ្យត្រូវតែដោះលែងទាហានខ្មែរ18រូបមកភ្លាមៗបាទជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាបាទថ្ងៃនេះមានព័ត៌មានក្តៅកកុកដែលយើងទើបតែទទួលបានកាលពីថ្ងៃច័ន្ទនេះគឺថ្ងៃទី28បានបង្ហាញពីការរំពឹងទឹកដ៏មុតមមពីសហរដ្ឋអាមេរិកចំពោះការដោះស្រាយវិវាទព្រំដែនកម្ពុជាថៃមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិករំពឹងទុកថាប្រទេសថៃនឹងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីចាប់ផ្ដើមដោះលែងទាហានខ្មែរ18រូបភ្លាមៗតែម្ដងការថ្លែងបែបនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរគឺសម្ដេចថាបតីហ៊ុនម៉ាណែតជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកអនុធីនឆាវរៈគុលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានពង្រឹងកាលពីថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025ដែលនៅប្រទេសម៉ាឡេស៊ីអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងវត្តមានលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ទាល់តែម្ដងនៅលើទឹកដីម៉ាឡេស៊ីមន្ត្រីអាមេរិកដដែលបានថ្លែងដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការរំពឹងទុករបស់យើងគឺថាដំណើរការនេះយោងទៅតាមការបដិញ្ញាចិត្តទាំងអស់គ្នានឹងចាប់ផ្ដើមភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានេះបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនចង់ឃើញការអនុវត្តជាក់ស្ដែងមិនមែនគ្រាន់តែជាការសន្យានោះទេតើហេតុអ្វីបានមានការចាប់ខ្លួននឹងកិច្ចព្រមព្រៀងនេះជន្លោះព្រំដែនរវាងកម្ពុជានិងថៃបានផ្ទុះឡើងកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលបណ្ដាលឲ្យមានអ្នកស្លាប់និងផ្លាស់ទីលំនៅរបស់ប្រជាជនរាប់សែននាក់ចំនួននេះទាក់ទងនឹងបញ្ហាព្រំដែនដែលមិនទាន់បានកំណត់ច្បាស់លាស់លោកប្រធានាធិបតីលោកដូណាល់ត្រាំបានគេដឹងថាបានជួយសម្របសម្រួលឲ្យប្រទេសទាំងពីរនេះឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះមានចំណុចសំខាន់ចំនួន3ទី1ការដកអាវុធធ្ងន់ចេញពីតំបន់ព្រំដែនទី2ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT សម្រាប់ការត្រួតពិនិត្យទី3ប្រទេសថៃត្រូវតែដោះលែងទាហានខ្មែរ18រូបដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់កាលពីខែកក្កដាមួយថ្ងៃប៉ុណ្ណោះបើយោងតាមប្រភពព័ត៌មានកម្ពុជាបានចាប់ផ្ដើមដកអាវុធទន់ធ្ងន់មួយផ្នែកពីតំបន់ព្រំដែនចំណែកឯការដោះលែងទាហានវិញគឺជាកាយវិការសំខាន់បំផុតដើម្បីស្ដារទំនុកចិត្តឡើងវិញរដ្ឋាភិបាលកម្ពុជាបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យថៃដោះលែងទាហាន18នាក់នោះដោយយោងទៅតាមច្បាប់មនុស្សធម៌អន្តរជាតិថ្មីត្បិតតែនាយករដ្ឋមន្ត្រីថៃលោកអនុធីនបានប្រកាសថានឹងចាប់ផ្ដើមដំណើរការដោះលែងហើយក្តីប៉ុន្តែគិតមកត្រឹមថ្ងៃច័ន្ទការដោះលែងជាក់ស្ដែងនៅមិនទាន់បានកើតឡើងនៅឡើយទេនេះហើយជាមូលហេតុដែលសម្ពាធពីសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងភ្លាមៗសរុបសេចក្តីមកការអំពាវនាវរបស់អាមេរិកគឺជាសញ្ញាបង្ហាញថាមហាអំណាចពិភពលោកកំពុងយកចិត្តទុកដាក់លើដំណើរការសន្តិភាពក្នុងតំបន់អាស៊ាននេះដំណើរការដោះលែងទាហានខ្មែរ18រូបនឹងក្លាយជាការសាកល្បងដ៏សំខាន់មួយដើម្បីវាស់ស្ទង់ភាពស្មោះត្រង់រវាងភាគីទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូនេះប្រសិនបើដំណើរការនេះប្រព្រឹត្តទៅដោយរលូននោះទំនាក់ទំនងរវាងកម្ពុជានិងថៃនឹងឈានទៅរកទំព័រថ្មីនៃសន្តិភាពយើងនឹងបន្តតាមដានយកចិត្តទុកដាក់ចំពោះការវិវត្តថ្មីៗប្រសិនបើដំណើរការនេះប្រព្រឹត្តទៅដោយរលូននោះទំនាក់ទំនងរវាងកម្ពុជានិងថៃឈានទៅរកទំព័រថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការឡើងវិញបាទនេះគឺជាការចុះពីកាសែត Reuters ហើយយើងប្រមូលបានព័ត៌មានជាច្រើនថៃវាកលិចវាមិនចង់ដោះលែងទេដោយសារទី1ឬរដ្ឋាភិបាលថៃយើងឃើញស្រាប់ហើយវាមាន2ច្រកណាទី1គឺទាហានមាន2-3ច្រកបាទទាហានផងប្រជាជនផងជាមួយនឹងរដ្ឋាភិបាលហើយរដ្ឋាភិបាលរាល់ថ្ងៃនេះគឺមិនមានសិទ្ធិអ្វីនៅក្នុងការដែលដឹកនាំប្រទេសទេគឺទាហានអ្នកគ្រប់គ្រងអញ្ចឹងការដែលដោះលែងទាហានឬមិនទាហានហ្នឹងគឺរដ្ឋាភិបាលទៅប្រឈមជាមួយនឹងទាហានផងហើយនឹងប្រឈមជាមួយនឹងប្រជាពលរដ្ឋផងអញ្ចឹងយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តថ្មីបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូនេះហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាសូមបងប្អូនខមមិនមកខាងក្រោមកុំភ្លេច Subscribe ជាមួយនឹងដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានព័ត៌មានថ្មីៗពីខាងយើង